ជនអន្តោប្រវេសន៍ជនជាតិវៀតណាមចំនួន39នាក់ត្រូវបានស្លាប់ដែលក្នុងនោះមានចំនួនមនុស្សប្រុស31នាក់និងស្ត្រី8នាក់ដែលធ្វើដំណើរពីប្រទេសវៀតណាមទៅកាន់ប្រទេសអឺរ៉ុបចំពោះការចំណាក់ស្រុកពីប្រទេសទី1ទៅកាន់ប្រទេសទី2ដែលជាប្រទេសអភិវឌ្ឍន៍ដែលក្នុងគោលបំណងដើម្បីស្វែងរកនៅប្រាក់ចំណូលនិងបៀវត្សដែលមានតម្លៃថ្លៃក្នុងការផ្គត់ផ្គង់គ្រួសារដែលធ្វើឲ្យប្រជាជនវៀតណាមចំនួន39នាក់បានបាត់បង់ជីវិតនេះគឺជារឿងប្រវត្តិសាស្ត្រនៅសម័យសកលភាវូបនីយកម្មមនុស្សជាច្រើនមានក្តីសង្ឃឹមទៅធ្វើដំណើរទៅប្រទេសអភិវឌ្ឍន៍ដើម្បីស្វែងរកជីវិតល្អប្រសើរទោះជាយ៉ាងណាមិនមែនគ្រប់ការធ្វើដំណើរទាំងអស់មានសុវត្ថិភាពទេជាពិសេសពេលវេលាអាស្រ័យទៅលើបណ្ដាការធ្វើដំណើរទៅគឺដោយខុសច្បាប់ឬក៏ដោយស្របច្បាប់ព្រឹត្តិការណ៍នៅ Excess Florida គឺជាឧទាហរណ៍ដ៏សោកស្ដាយមួយដែលបញ្ហាគ្រោះថ្នាក់នៃការជួញដូរមនុស្សករណីនេះបានធ្វើឲ្យមនុស្ស39នាក់បានបាត់បង់ជីវិតហើយបង្កការភ្ញាក់ផ្អើលដល់ពិភពលោកចំណុចទី1ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងទៅលើព្រឹត្តិការណ៍នៃហេតុការណ៍ទី1ព្រឹត្តិការណ៍នឹងការរកឃើញនៅថ្ងៃទី23ខែតុលាឆ្នាំ2019អាជ្ញាធរនៅខេត្ត Essex ក្នុង United Kingdom ដែលប្រទេសអង់គ្លេសបានរកឃើញសាកសពចំនួន39នាក់នៅក្នុងរថយន្តដឹកទំនិញត្រជាក់មួយជាប្រភេទរថយន្តដឹកទំនិញដែលមានទូកុងតឺន័រយើងហៅអាចនិយាយថាទូកុងតឺន័រទៅងាយយល់រថយន្តនេះបានធ្វើដំណើរពីប្រទេសបែលហ្សិកដំបូងអាជ្ញាធរបានគិតថាជាជនជាតិចិនប៉ុន្តែក្រោយមកបានបញ្ជាក់ថាអ្នកដែលបានស្លាប់ទាំងអស់គឺជាជនជាតិវៀតណាមទេចំណុចទី2ដែលបានរកឃើញនោះគឺមូលហេតុនៃការស្លាប់មូលហេតុនៃការស្លាប់ដោយការស៊ើបអង្កេតបង្ហាញថាខ្វះខ្យល់ដោយសារការត្រជាក់ខ្លាំងហើយនិងស្ថានភាពអាកាសធាតុបិទជិតជនរងគ្រោះមិនអាចដកដង្ហើមបាននិងស្លាប់យ៉ាងឈឺចាប់ក្នុងរយៈពេលខ្លីចំពោះការធ្វើដំណើរវិញគឺយន្តចេញធ្វើដំណើរពីប្រទេសបែលហ្សិកនិងដឹកតាមសមុទ្រទៅតាមដើម្បីធ្វើដំណើរទៅអង់គ្លេសហើយសាកសពត្រូវបានរកឃើញនៅក្នុងទូកុងតឺន័រដែលបិទជិតនិងត្រជាក់ខ្លាំងហើយបើសិនជាគេគិតក្នុងអំឡុងពេលនោះអាចខ្ទង់អាកាសធាតុធ្លាក់ចុះដល់ដក25អង្សាក្នុងនោះដែរចំពោះជនរងគ្រោះបានស្លាប់ក្នុងទូកុងតឺន័រដែលបានបិទជិតនិងគ្មានខ្យល់សីតុណ្ហភាពខ្លាំងដែលវាត្រជាក់ហើយយើងនៅជាគ្នាថែមទៀតធ្វើឲ្យអុកស៊ីហ្សែនគឺខ្សោះគឺអត់មានដែលធ្វើឲ្យពិបាកនៅក្នុងការដកដង្ហើមចំណុចទី3ការស៊ើបអង្កេតនិងការចាប់ខ្លួននៅពេលដែលមានរឿងរ៉ាវកើតឡើងគឺប្រទេសអង់គ្លេសគឺបានធ្វើការស៊ើបអង្កេតនិងពិនិត្យទៅលើឃាតកម្មដែលបានកើតឡើងភ្លាមដែលចាប់បានអ្នកបើកបរដែលមានឈ្មោះថា Mayurick Robinson ត្រូវបានចាប់ខ្លួនបន្តមកទៀតមានមនុស្សជាច្រើនទៀតត្រូវបានចាប់ខ្លួននៅអង់គ្លេសនិងអ៊ីឡង់នៅក្នុងអំឡុងឆ្នាំ2021នោះផងដែរតុលាការបានធ្វើការកាត់ទោសទៅដល់អ្នកដែលបើកបររថយន្តហើយនឹងបានចាត់ទុកថាពួកគេជាផ្នែកមួយបណ្ដាញនៃ Human Trafficking អន្តរជាតិដែលសំដៅលើជាក្រុមដែលចរន្តមួយសម្រាប់ចាត់ទុកថាជាមុខរបរមួយសម្រាប់នាំជនអន្តោប្រវេសន៍ទៅចូលប្រទេសទី1ប្រទេសទី2និងប្រទេសទី3ដែលជាសម្ព័ន្ធហើយមូលហេតុដ៏ជ្រាលជ្រៅមួយនេះគឺការជួញដូរមនុស្សក្រុមអក្រិតកម្មលួចដឹកមនុស្សឆ្លងប្រទេសនេះគឺគិតថ្លៃខ្ទង់ពី$10,000ទៅ$30,000ចំពោះមនុស្សម្នាក់បន្ទាប់ពីការរកឃើញប៉ូលីសអង់គ្លេសក៏បានចាប់ផ្ដើមស៊ើបអង្កេតឃាតកម្មអ្នកបើកបរ Mayurick Robinson ត្រូវបានចាប់ខ្លួននិងកាត់ទោសក្រៅពីនេះក៏បានមានមនុស្សជាច្រើនទៀតត្រូវបានតាមចាប់ដែលពាក់ព័ន្ធនឹងបណ្ដាជួញដូរមនុស្សអន្តរជាតិការកាត់ទោសបានបង្ហាញថាក្រុមអក្រិតកម្មទាំងនេះទទួលបានប្រាក់ច្រើនពីការលួចដឹកមនុស្សហើយយើងគិតទៅករណីក្នុងម្លានមាន39នាក់ហើយចំពោះប្រាក់កម្រៃជើងសារម្នាក់អាចចន្លោះពី$10,000ទៅ$30,000ហើយចំពោះក្រុមមនុស្សនេះគឺមិនមែនធ្វើតែសកម្មភាពម្ដងនោះទេគឺធ្វើជាច្រើនឆ្នាំមកហើយចំណុចទី4គឺមូលហេតុសង្គមនិងសេដ្ឋកិច្ច
មូលហេតុសំខាន់ដែលនាំឲ្យមានហេតុការណ៍នេះកើតឡើងគឺដោយសារតែភាពក្រីក្រមនុស្សជាច្រើននៅវៀតណាមចង់រកការងារប្រាក់ខ្ពស់នៅអឺរ៉ុបភាពក្រីក្រនិងការខ្វះឱកាសការងារក្តីសង្ឃឹមរកជីវិតល្អប្រសើរការយល់ច្រឡំពីការធ្វើដំណើរខុសច្បាប់ដោយគាត់គិតថាធ្វើដំណើរខុសច្បាប់ស្តៀងនឹងធ្វើដំណើរស្របច្បាប់សំខាន់ឲ្យតែបានទៅហើយដោយមិនបានគិតពីផលវិបាកនិងហានិភ័យបណ្ដាជួញដូរមនុស្សដែលកំពុងរីកចម្រើនជនរងគ្រោះជាច្រើនបានបាត់បង់ប្រាក់ច្រើនដើម្បីឲ្យក្រុមអក្រិតកម្មដឹកពួកគេទៅកាន់អឺរ៉ុបប៉ុន្តែចុងក្រោយវិញគឺបានបាត់បង់ជីវិតរហូតដល់39នាក់ដែលជាជនជាតិវៀតណាមសុទ្ធតែម្ដងចំណុចទី5គឺសំដៅទៅលើផលប៉ះពាល់និងសារៈសំខាន់ផលប៉ះពាល់គឺករណីនេះបានបង្កឲ្យមានការផ្លាស់ប្ដូរច្រើនដោយសារតែនៅពេលដែលមានការជួញដូរមនុស្សបែបនេះរាជរដ្ឋាភិបាលបានពង្រីកសុវត្ថិភាពព្រំដែនការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សកាន់តែខ្លាំងមនុស្សកាន់តែយល់ដឹងអំពីហានិភ័យវាបង្ហាញយ៉ាងច្បាស់ថាជីវិតមនុស្សមិនគួរត្រូវបានប្រើជាផលប្រយោជន៍អាជីវកម្មឡើយយើងមិនអាចថាឲ្យលុយលើបុគ្គល A យកបុគ្គល B ដើម្បីទៅកាន់ប្រទេសទីតីបើសិនយើងធ្វើទង្វើបែបនេះវាប្រៀបបានដូចជាធ្វើអាជីវកម្មបែបអញ្ចឹងហើយក៏បង្កឲ្យមានការពិភាក្សាពីអន្តោប្រវេសន៍ខុសច្បាប់អង់គ្លេសនិងអឺរ៉ុបបានរឹតបន្តឹងសុវត្ថិភាពយ៉ាងខ្លាំងនៅអំឡុងពេលនោះអង្គការអន្តរជាតិចាប់ផ្ដើមយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ human trafficking ករណីនេះបានធ្វើឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ human trafficking ដែលខ្ញុំបានលើកឡើងលើហើយប្រទេសអង់គ្លេសក៏ហើយនិងអឺរ៉ុបបានពង្រីកសុវត្ថិភាពព្រំដែនសរុបមកទៀតចំពោះករណី Access Lorry គឺជាគ្រោះមហន្តរាយដ៏សោកស្ដាយនិងសោកសៅមែនទែនដែលធ្វើឲ្យប្រជាជនវៀតណាម39នាក់បានស្លាប់ដែលបង្ហាញពីការគ្រោះថ្នាក់នៃការជួញដូរមនុស្សនិងការធ្វើដំណើរខុសច្បាប់វាបង្ហាញថាក្តីសង្ឃឹមការរស់នៅល្អប្រសើរនាំឲ្យមានហានិភ័យដ៏ធ្ងន់ធ្ងរប្រសិនបើគ្មានសុវត្ថិភាពដូច្នេះសង្គមអន្តរជាតិត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើនេះនិងការពារសិទ្ធិមនុស្សដើម្បីកុំឲ្យមានហេតុការណ៍ដ៏សោកសៅបែបនេះកើតឡើងជាថ្មីឬក៏ម្ដងទៀតយើងត្រូវរួមគ្នាបើសិនជាការរស់នៅអន្តោប្រវេសន៍ពីប្រទេសមួយទៅប្រទេសមួយគឺជាក្តីសម័យរបស់ប្រជាជនមួយចំនួនដើម្បីបានប្រាក់កម្រៃមកគ្រួសារមានការរីកចម្រើននៅក្នុងគ្រួសារប៉ុន្តែបើសិនជាយើងចង់ទៅយើងគួរតែទៅឲ្យស្របច្បាប់